គឺជាទីតាំងផលិតនិងលក់នៅកាបូបពិសេសសម្ភារៈប្រើប្រាស់មួយចំនួនដែលផលិតចេញអំពីស្បែកកំពុងលាក់ខ្លួនបម្រើអតិថិជនទាំងជាតិនិងអន្តរជាតិយ៉ាងស្ងៀមស្ងាត់នៅព្រែកហូលក្នុងក្រុងតាខ្មៅស្ថាបនិកខ្មែរអង្គរដែលមានបទពិសោធន៍ក្នុងការផលិតនៅផលិតផលដោយដៃលោកប៊ុនសិលាបានប្រកបមុខរបរនេះអស់រយៈពេល20ឆ្នាំមកហើយដោយការនោះការចាប់ផ្ដើមដើមទុនដំបូងត្រឹម$300តើមូលហេតុអ្វីដែលសម្ភារៈប្រើប្រាស់ពីស្បែកទទួលបានការគាំទ្ររហូតមកដល់សប្តាហ៍នេះជំរាបសួរខ្ញុំឈ្មោះប៊ុនសិលាជាស្ថាបនិករបស់ខ្មែរអង្គរបាទខ្មែរអង្គរយើងផ្ដោតទៅលើស្បែកទៅលើហូលហើយនឹងមានកណាត់ផ្សេងអីខ្លះទៀតតាំងពីចាប់ផ្ដើមមកដល់ឥឡូវខ្ញុំធ្វើហ្នឹងវាចូល20ឆ្នាំខ្ញុំចាប់ផ្ដើមដំបូងគេខ្ញុំចេញពីដើមទុន$300ខ្ញុំរកលុយ$300ហ្នឹងពីម្ដាយខ្ញុំមកដើម្បីយកមកបង្វិល$300ហ្នឹងវាកន្លងផុតហើយមកដល់ឥឡូវយើងចេះតែអភិវឌ្ឍយកដើមទុនយើងបង្វិលចេះតែពង្រីកផលផលយើងហើយអតិថិជនយើងក៏ចេះតែមានច្រើនជាងមុនខ្ញុំមានបើកកន្លែងលក់នៅទួលកំពង់កាលមុនប៉ុន្តែមកដល់ឥឡូវយើងបាត់ហើយជាទូទៅយើងផ្សព្វផ្សាយទៅតាម page ហើយនឹង Facebook តខ្លួនយើងពេលចាប់ផ្ដើមដំបូងយើងចាប់ផ្ដើមពី3នាក់សរុបទាំងខ្ញុំមានអ្នកដេហើយនឹងខ្ញុំម្នាក់យើងធ្វើកិច្ចការទូទៅទាំងកាត់ទាំងដើរផ្សារទាំងអីសពបែបយ៉ាងនេះមកដល់ឥឡូវយើងមានគ្នា8នាក់ពួកគាត់មួយចំនួនក៏ថ្លង់គាត់ទៅរកការងារអីផ្សេងប្រហែលជាគាត់មានផលលំបាកទី1គាត់សូវមានជំនាញហើយនឹងទី2គាត់ស្ដាប់អត់ឮដល់ពេលអញ្ចឹងគាត់ពិបាកក្នុងការស្រាយតាក់ទងដែរប៉ុន្តែធ្វើការនៅជាមួយកន្លែងយើងនេះយើងមានចេះសញ្ញាចេះអីខ្លះដែលអាចស្រាយតាក់ទងជាមួយពួកគាត់បានដំបូងឡើយយើងមានផលវិបាកដែលតាក់ទងទៅនឹងរកទីផ្សាររឿងយើងធ្វើផលិតផលមានគុណភាពពិបាករឿងតម្លៃប៉ុន្តែតិចដងយើងចេះតែនៅជាយាមជាមួយនឹងផលិតផលមានគុណភាពគាត់បន្តនៅគ្រប់គ្រងស្បែកសំខាន់ខ្ញុំទិញយកមកពីថៃអាហ្នឹងជាមែនរបស់យើងដែលយើងសម្រាប់យកមកប្រើហ្នឹងបច្ចុប្បន្ននៅយើងដូចជាអត់ទាន់មានស្បែកលក់នៅយើងទេប៉ុន្តែជាហូលជាអីអាហ្នឹងយើងមានយកមកប្រើសម្រាប់ជួយសហគមន៍យើងហើយបើសិនជាប្រជាពលរដ្ឋខ្មែរយើងគាត់ជួយគ្រប់គ្រងគឺទុកដូចផ្ដល់ការងារដល់សហគមន៍ឲ្យគាត់មានចំណូលទ្រទ្រង់ជីវភាពការដែលយើងមានមុខរបរខ្លួនឯងយើងអាចប្រឈមមុខខ្លួនឯងគឺវាជួយយើងបានច្រើនហើយមួយយ៉ាងទៀតគោលដៅធំរបស់ខ្ញុំគឺខ្ញុំចង់បង្កើតដែលផលិតផលធ្វើពីកាបូបមួយដែលស្អាតសម្រាប់ដែលឲ្យប្រជាពលរដ្ឋខ្មែរគាត់ប្រើព្រោះខ្ញុំមើលឃើញថាខ្មែរយើងនិយមរបស់បរទេសហើយពួកគាត់ចេះមាននិន្នាការថាខ្មែរយើងធ្វើឲ្យស្អាតខ្ញុំមើលឃើញថាយើងនៅមានខ្វះខាតច្រើនណាស់អញ្ចឹងហើយបានជាខ្ញុំពេលធ្វើនោះគឺខ្ញុំផ្ដោតទៅលើគុណភាពជាសំខាន់ខ្ញុំមើលឃើញថាខ្មែរយើងឥឡូវគាត់ជួយគ្រប់គ្រងទៅលើ handmade ច្រើនឃើញសន្ទុះនៅក្នុងស្រុកឥឡូវគឺគាត់ជួយគ្រប់គ្រងច្រើនមួយយ៉ាងវិញទៀតខ្ញុំយល់ថាដោយសារគាត់មើលឃើញគុណភាពរបស់យើងធ្វើរួមផ្សំផងខ្ញុំជួបការសង្ស័យពីអតិថិជននឹងមានច្រើនគួរសមដែរប៉ុន្តែអ្វីដែលខ្ញុំនិយាយជាមួយអតិថិជនទី1គឺធានាជូនអតិថិជនទី2បើសិនជាអតិថិជនមានការសង្ស័យចាំអតិថិជនទទួលអីវ៉ាន់ហើយមើលឃើញគុណភាពស្អាតសពបែបយ៉ាងដូចក្នុងរូបភាពដែលផ្ញើជូនហើយចាំអតិថិជនបង់លុយបើសិនជាអតិថិជនគាត់មើលឃើញថាអត់ដូចអានឹងគាត់អាចអត់យកអីវ៉ាន់នឹងបានបាទតាក់ទងជាមួយនឹងសេវាដឹកជញ្ជូនបច្ចុប្បន្នខ្ញុំប្រើសេវារបស់ក្រុមហ៊ុនហើយពេលយើងដឹកជញ្ជូនភ្ញៀវហ្នឹងបើសិនជាកាបូបនឹងធំយើងញាត់ដាក់វាឲ្យណែនហើយនឹងមានប្រអប់មានអីដាក់ជូនភ្ញៀវវេចខ្ចប់មកស្អាតដើម្បីឲ្យកាបូបទៅដល់ដៃអតិថិជនហើយនៅស្អាតចំពោះតម្លៃកាបូបវិញយើងមានថារាប់ចាប់ពី$10រហូតដល់$8ឬក៏$90ទៅតាមម៉ូដហើយនឹងទៅតាមទំហំកាបូបធំតូចពេលវេលាដែលយើងធ្វើកាបូបស្បែក
បើតាក់ទងរឿងប្រឡាក់ស្រួលសម្អាតយើងគ្រាន់តែដាក់ទឹកនៅកណាត់សើមជូតតិចទៅស្អាតហើយបើសិនជាកន្លែងខ្លះប្រឡាក់ខ្លាំងជូតមិនសូវស្អាតយើងអាចមានជាសារ៉ាមានជាទឹកដែលយកទៅជូតទឹកហ្នឹងទឹកសម្រាប់យើងត្រូវជូតនៅលើស្បែកជូតទៅវាស្អាតថ្មីឡើងវិញតាក់ទងទៅនឹងការផលិតអ្វីដែលពិបាកជាងគេគឺបច្ចុប្បន្នគឺទៅលើបច្ចេកទេសម៉ូដខ្លះវាត្រូវការបច្ចេកទេសខ្ពស់យើងពិបាកក្នុងការដេរហើយជាពិសេសតាក់ទងទៅនឹងម៉ាស៊ីនដែលយើងធ្វើបាទជាចុងក្រោយខ្ញុំសូមអរគុណដល់អតិថិជនទាំងអស់ដែលជួយគាំទ្រផលិតផលរបស់ខ្មែរអង្គរហើយនឹងសូមសំណូមពរឲ្យពលរដ្ឋខ្មែរងាកមកគាំទ្រផលិតផលដែលធ្វើនៅក្នុងស្រុកទី1បានជួយឲ្យពួកគាត់មានការងារធ្វើហើយនឹងជៀសផុតពីចំណាកស្រុកហើយម្យ៉ាងទៀតគាត់បានថវិកាទាំងអស់ហ្នឹងយកមកជួយផ្គត់ផ្គង់ក្នុងគ្រួសារហើយនឹងបានថវិកាមកចំណាយទៀតដើម្បីការសិក្សារបស់កូនៗលើពីការគាំទ្រដល់សិប្បករក្នុងស្រុករូបនេះការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរពិតជាបានផ្ដល់ការងារដល់សហគមន៍ពិសេសអ្នកផលិតដោយដៃជនកោថ្លង់និងឱកាសដល់កូនៗរបស់ពួកគេបានទៅសាលារៀនសម្រាប់តម្លៃរបស់កាបូបអំពីស្បែកអាចមានចន្លោះពី$10ទៅ$100អាស្រ័យទៅលើម៉ូដនិងទំហំជាដើមលោកសេឡាបានលើកទឹកចិត្តដល់អ្នកដែលចង់មានជំនាញនេះគឺត្រូវមានការតាំងចិត្តអត់ធ្មត់ពិសេសចំណាយពេលវេលាលើអ្វីដែលខ្លួនស្រឡាញ់ឲ្យបានច្រើនពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា